ចូលពណ៌នាអំពីភាពវិជ្ជមាននិងអវិជ្ជមាននៃសកលភាវូបនីយកម្មមុននឹងឆ្លើយសំណួរនេះតើអ្នកទាំងអស់គ្នាមិនដឹងទេថាសកលភាវូបនីយកម្មជាអ្វីសកលភាវូបនីយកម្មជាដំណើរការមួយដែលសេដ្ឋកិច្ចសង្គមវប្បធម៌តំបន់និងពិភពលោកបានរលាយចូលគ្នាតាមរយៈបណ្ដាញទំនាក់ទំនងនិងពាណិជ្ជកម្មភាពវិជ្ជមាននិងអវិជ្ជមាននៃសកលភាវូបនីយកម្មទាំងនោះមានដូចជាភាពវិជ្ជមានធ្វើឲ្យមានការរីកចម្រើនផ្នែកសេដ្ឋកិច្ចមានកសិកម្មឧស្សាហកម្មពាណិជ្ជកម្មទេសចរណ៍និងសង្គមមានវប្បធម៌សិល្បៈជាដើមអភិវឌ្ឍផ្នែកបច្ចេកវិទ្យាទំនើបមានការបង្កើតគ្រឿងម៉ាស៊ីនស្វ័យប្រវត្តិផ្សេងៗធ្វើឲ្យមានការរីកចម្រើនផ្នែកទូរគមនាគមន៍អន្តរជាតិទូរស័ព្ទទូរទស្សន៍បង្កើតសេដ្ឋកិច្ចទីផ្សារសេរីមានការប្រកួតប្រជែងមានទំនាក់ទំនងល្អនៅក្នុងទំនាក់ទំនងការបរទេសបង្កើតកិច្ចសហប្រតិបត្តិការល្អដើម្បីដោះស្រាយរាល់បញ្ហាដែលបង្កការគំរាមកំហែងដល់ពិភពលោកឲ្យទាន់ពេលវេលាមានដូចជាបញ្ហាបរិស្ថានជំងឺឆ្លងសន្តិសុខនិងកំណើនប្រជាជនជាដើមមានភាពងាយស្រួលក្នុងការធ្វើបំលាស់ប្ដូរទីកន្លែងរបស់ប្រជាជននៅលើពិភពលោកភាពអវិជ្ជមានប្រទេសតូចតាចត្រូវបាត់បង់អធិបតេយ្យភាពរបស់ខ្លួននៅចំពោះមុខប្រទេសមហាអំណាចដូចជាអ៊ុយក្រែនអ៊ីរ៉ាក់លីប៊ីជាដើមមានការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងពីសំណាក់ប្រទេសមហាអំណាចមកលើប្រទេសទុនខ្សោយដែលធ្វើឲ្យមានការផ្លាស់ប្ដូរនៅក្នុងវិស័យនយោបាយសេដ្ឋកិច្ចសង្គមបង្កឲ្យមានសង្គ្រាមរវាងរដ្ឋនិងរដ្ឋដូចជាអ៊ីស្រាអែលជាមួយនឹងប៉ាឡេស្ទីនជាដើមធ្វើឲ្យមានការរីកសាយភាយយ៉ាងខ្លាំងនៅបច្ចេកវិទ្យាយោធាទំនើបដែលបង្កការគំរាមកំហែងដល់ពិភពលោកដូចជាអាវុធនុយក្លេអ៊ែរជាដើមកំណើនប្រជាជននាំឲ្យមានបញ្ហាចោទដល់សេដ្ឋកិច្ចនិងសង្គមប្រព័ន្ធផ្កាយរណបក៏អាចជាប្រភពបង្កើតបញ្ហាដែលធ្វើឲ្យរដ្ឋាភិបាលរឹតតែបាត់បង់ប្រសិទ្ធភាពក្នុងការគ្រប់គ្រងប្រព័ន្ធព័ត៌មាន Thank you